Ok bạn sụt đây bóng ôn video nàyខ្ញុំមកបង្ហាញបងប្អូនអំពីរបៀបនៃការកាត់វីដេអូនៅលើកម្មវិធី CapCut ដែលបងប្អូនមួយចំនួនគាត់ធ្លាប់កាត់កម្មវិធីហ្នឹងហើយគឺកម្មវិធី CapCut គឺវាងាយស្រួលក្នុងការកាត់ហើយបងប្អូនចេះនៅលើកម្មវិធី CapCut ហ្នឹងហើយតែបងប្អូនអត់ចេះប្រើនៅលើកម្មវិធីផ្សេងដោយសារតែកម្មវិធី CapCut ឥឡូវនេះគឺវាមានការអាប់ដេតថ្មីអញ្ចឹងយើងវាពិបាកក្នុងការប្រើបន្តិចហើយការប្រើរបស់យើងគឺយើងត្រូវការទិញណាបងប្អូនណាប៉ុន្តែបងប្អូនដែលតែងតែប្រើ free អូខេបងប្អូនដែលតែងតែប្រើ free ដូចខ្ញុំអត់ចង់បំភ្លេចវាយើងចង់នៅប្រើវាដោយសារវាងាយស្រួលក្នុងការប្រើដែរអូខេហ្នឹងហើយគឺដើម្បីការកាត់វីដេអូកុំឲ្យវាជាប់នេះរូប logo ហើយនឹងកម្មវិធី CapCut នៅលើវីដេអូរបស់យើងហ្នឹងអូខេហ្នឹងហើយបងប្អូនតោះអញ្ចឹងយើងចូលទៅកាត់នៅលើកម្មវិធីហ្នឹងតែម្ដងអូខេបងប្អូនចូលលើកម្មវិធី CapCut ហ្នឹងតែម្ដងទៅពេលដែលបងប្អូនយើងចាប់ដើមចូលមកលើកម្មវិធី CapCut ហ្នឹងមកគឺវាផ្សាយពាណិជ្ជកម្មច្រើនជាងមុនបងប្អូនណាអូខេហើយយើងចេះតែទ្រាំប្រើទៅដោយសារតែយើងប្រើ free អត់ចំណាយអូខេបងប្អូនចុចបែបហ្នឹងហើយបងប្អូនចុចទៅលើពីថា new project បន្តមកបងប្អូនត្រូវធ្វើការជ្រើសរើសវីដេអូរបស់បងប្អូនណាមួយដែលបងប្អូនចង់ធ្វើការកាត់អូខេឧទាហរណ៍ថាខ្ញុំជ្រើសរើសវីដេអូមួយខ្ញុំយកវីដេអូនេះមួយខ្ញុំចាប់ដើមចុចលើវាមកហើយខ្ញុំចុចកន្លែងadd មកបើសិនបងប្អូនចង់យកវីដេអូច្រើនបងប្អូនយកច្រើនមកណាអូខេបងប្អូនហ្នឹងឯងពេលដែលយើងយកវាបានហើយគឺពេលដែលបងប្អូន play មកវានឹងឃើញកន្លែងសញ្ញា CapCut នៅខាងលើអញ្ចឹងបងប្អូន play អញ្ចឹងអក្សរ CapCut វាបង្ហាញនៅផ្ទាំងខាងលើតែម្ដងអូខេបងប្អូនអាចធ្វើការកំណត់ឬក៏ជ្រើសរើសទៅលើប្រភេទវីដេអូរបស់បងប្អូនដែលបងប្អូនចង់ឲ្យវីដេអូរបស់បងប្អូនហ្នឹងទៅជាប្រភេទផ្ទាំងអីគេឧទាហរណ៍បើសិនបងប្អូនចង់បានផ្ទាំង YouTube បងប្អូនចុចកន្លែងនេះបងប្អូនចូលមករើសមកបងប្អូនចូលមកកំណត់មកណាអូខេបងប្អូនចុចកន្លែង aspect ណា radio ហ្នឹងមកអូខេពេលដែលបងប្អូនចុចមកកន្លែងហ្នឹងហើយវាបង្ហាញទិន្នន័យនៅលើនេះទាំងអស់ចំពោះនេះគឺវីដេអូបញ្ឈរនេះ9.16ហើយកន្លែងនេះគឺ16.9វាប្តេកវិញបងប្អូនណាអូខេបើសិនជាបងប្អូនចង់បានវីដេអូនឹងបញ្ឈរដដែលគឺបងប្អូនត្រូវយកកន្លែងនេះដដែលនេះយកកន្លែង19.6ហ្នឹងមកអូខេបន្តមកបងប្អូនចុចកន្លែង select មក text ហ្នឹងមកគឺបានហើយអូខេពេលដែលបងប្អូនចុច play មកគឺវីដេអូនេះគឺវានឹងជាប់ទីបងប្អូនជាប់ logo ចាំបងប្អូនធ្វើដៃប៉ះកន្លែងនេះតិចមកណាប៉ះលើវីដេអូរបស់យើងមកហើយបងប្អូនធ្វើការបង្រួមបងប្អូនយកដៃបងប្អូនទាំងពីរបង្រួមវាចូលគ្នាមកអូខេបងប្អូនបង្រួមហែលប៉ុណ្ណឹងមកនេះហើយបងប្អូនអូសឲ្យស្មើខាងក្រោមមកអូខេបងប្អូនអូសស្មើខាងក្រោមមកឲ្យវាធំជាងនឹងបន្តិចទៀតមកក៏បានដែរអូខេប្រហែលជាប៉ុណ្ណឹងមកឲ្យវាផុតកន្លែង CapCut ហ្នឹងណាអូខេឲ្យវាផុតត្រឹមចំណុច CapCut ហ្នឹងមកបងប្អូនមើលនេះកែមខាងនេះក៏យើងកាត់បន្តិចហើយខាងលើនេះក៏យើងកាត់បន្តិចអូខេបន្ទាប់មកយើងធ្វើការplay វីដេអូរបស់យើងមកនេះបងប្អូនចាប់ដើម play វីដេអូមកអូខេបងប្អូនឃើញ CapCut នេះនៅខាងលើនេះបងប្អូនអូខេបងប្អូនហ្នឹងវីដេអូហ្នឹងបងប្អូនអាចធ្វើការកាត់ធ្វើការកែអីបន្ថែមបន្ថយអីស្រេចទៅលើបងប្អូនហ្នឹងអូខេបន្តមកទៀតបងប្អូនលុបកន្លែងកតុយខាងក្រោយនេះដើម្បីពេលដែលវាជាប់ play វីដេអូជាប់ទៅកុំឲ្យវាចេញជាបងប្អូនណានេះកុំឲ្យវាចេញបែបហ្នឹងអូខេពេលដែលបងប្អូន play វីដេអូចប់ហើយកុំឲ្យវាចេញបង្ហាញមកទាំងខ្មៅហើយមានកម្មវិធី CapCut បែបហ្នឹងចាំបងប្អូនចុចកន្លែងខ្មៅហ្នឹងមកអូខេបងប្អូនចុចកន្លែងខ្មៅហ្នឹងហើយបងប្អូនចុចកន្លែង delete នេះមកនេះអូខេហ្នឹងហើយបន្តមកបងប្អូន play មកអូខេចំពោះវីដេអូនេះខ្ញុំគ្រាន់តែបង្ហាញត្រួសដើម្បីផ្ដាច់នៅកម្មវិធី CapCut ខាងលើនេះទេហើយខាងក្រោយហើយកម្មវិធីដែលបងប្អូនចេះមួយចំនួនទៀតខ្ញុំជឿជាក់ថាបងប្អូនធ្លាប់ប្រើហើយអូខេបន្តមកទៀតបងប្អូនគ្រាន់តែធ្វើការ save អូខេបងប្អូន save កន្លែងនេះជាមួយខ្ញុំមកអូខេបងប្អូនចុច save ពីខាងលើហ្នឹងមកហើយវាបង្ហាញពាណិជ្ជកម្មតិចបងប្អូនណាអូខេវាបង្ហាញពាណិជ្ជកម្មវា load ផ្សព្វផ្សាយពាណិជ្ជកម្មអញ្ចឹងយើងរងចាំពាណិជ្ជកម្មរបស់វាឲ្យចប់សិនទៅយើងអាចចុចខ្វែងកន្លែងនេះអូខេវាដើរ2 1ហើយចាំមើលអូខេចុចអូខេបងប្អូននេះគឺបានហើយអញ្ចឹងវាចាប់ដើម save ឲ្យយើងអូខេអញ្ចឹងបងប្អូនយើងចាប់ដើមចូលទៅមើលនៅ gallery របស់យើងកន្លែង picture នេះបងប្អូននេះអូខេបងប្អូនចុចកន្លែង picture នឹងមើលមកអូខេបន្តមកទៀតបងប្អូនចាប់ដើមចូលមកមើលវីដេអូរបស់បងប្អូននេះយើងចាប់ដើម play មកអូខេបងប្អូនឃើញនេះឃើញកម្ម CapCut ហ្នឹងឯង
ចឹងបងប្អូនយើងត្រូវធ្វើការផ្ដាច់ណាដើម្បីផ្ដាច់ដើម្បីយើងផ្ដាច់អាកែមខាងនឹងបានឲ្យคล้ายទៅជាវីដេអូមួយដែលអត់មានជាប់កម្មវិធី CapCut ចឹងបងប្អូនគ្រាន់តែធ្វើការចុចនៅលើ edit មកចំពោះទូរស័ព្ទដៃ iPhone ណាអូខេបន្តមកទៀតបងប្អូនចុចកន្លែង scrub នេះអូខេបងប្អូនចុច scrub មកអូខេបន្តមកទៀតបងប្អូនអូសមកនេះអូកែងហ្នឹងអាកែងខាងហ្នឹងអូសមកនេះមកអូខេអូសមកហើយបន្តមកទៀតបងប្អូនអូសពីខាងលើចុះមកក្រោមមកអូខេបងប្អូនអូសប៉ុណ្ណឹងហើយបងប្អូនចាប់ផ្ដើមធ្វើការដានមកគឺរួចរាល់ហើយចុះវីដេអូរបស់យើងគឺបានស្អាតដល់បងប្អូនហើយយើងចាប់ផ្ដើម play មកបងប្អូនឃើញអត់ឃើញមាន CapCut ទេអត់ឃើញមានកម្មវិធី CapCut ខាងលើទេដោយសារយើងបានធ្វើការកាត់រួចរាល់ហើយហើយបងប្អូនវីដេអូរបស់ខ្ញុំគឺបង្ហាញចំពោះបងប្អូនដែលធ្លាប់ប្រើកម្មវិធី CapCut ពីមុនមកដោយសារតែកម្មវិធីឥឡូវវាload បង្ហាញណាវា load បង្ហាញនៅ CapCut នៅខាងលើហ្នឹងអញ្ចឹងរបៀបនៃការផ្ដាច់ CapCut គឺយើងច្រាប់វាមានតែប៉ុណ្្នឹងបងប្អូនណាហ្នឹងហើយអរគុណច្រើនបងប្អូនដែលតែងតាមដានវីដេអូរបស់ខ្ញុំសូមអរគុណសូមជម្រាបលា